ឥឡូវនេះសូមមកមើលវេយ្យាករណ៍មេរៀនទី11ទាំងអស់គ្នាវេយ្យាករណ៍ទី1គឺបង្ហាញអំពីចំនួនដែលចំនួននោះគឺយើងប្រើសឹកអញ្ចឹងសឹកនេះគឺយើងប្រើប្រាស់សម្រាប់ការរាប់ចំនួនជាទូទៅឧទាហរណ៍ Ringo ga 6つありますគ្រានេះមានន័យថាមានផ្លែប៉ោមចំនួន6ផ្លែអញ្ចឹង6つនោះមានន័យថា6នេះគឺជារបៀបនៃការរាប់ចំនួនសឹកអញ្ចឹងឧទាហរណ៍ចំនួន1យើងហៅថា hitotsu ចំនួន2 futatsu អញ្ចឹងសូមមើលតារាងនេះដោយខ្លួនឯងទាំងអស់គ្នាសូមអ្នកទាំងអស់គ្នាមើលលំហាត់អនុវត្ត A1 ទាំងអស់គ្នាវេយ្យាករណ៍ទី2គឺទាក់ទងទៅនឹងសំណួរដែលសួរអំពីចំនួនអញ្ចឹងក្នុងករណីនេះគឺយើងប្រើពាក្យថា ikutsu ឧទាហរណ៍សំណួរ Ringo ga ikutsu arimasu ka គ្រានេះមានន័យថាតើមានផ្លែប៉ោមចំនួនប៉ុន្មានផ្លែដែរចម្លើយ Yuichi arimasu មានចំនួន11ផ្លែអញ្ចឹងសឹកហ្នឹងគឺយើងរាប់ពីលេខ1រហូតដល់លេខ10យើងប្រើសឹកប៉ុន្តែចាប់ពី11ទៅគឺយើងប្រើលេខធម្មតាឥឡូវនេះសូមមកមើលលំហាត់អនុវត្ត A1 ហើយនិង B1 ទាំងអស់គ្នាវេយ្យាករណ៍ទី3គឺទាក់ទងទៅនឹងបានថាធ្វើអ្វីមួយក្នុងចំនួនប៉ុន្មានអញ្ចឹងគឺយើងប្រើសឹកជាមួយនឹងកិរិយាសព្ទឧទាហរណ៍ Ion de Ringo 3つ買いましたគ្រានេះមានន័យថាខ្ញុំបានទិញផ្លែប៉ោមចំនួន3ផ្លែនៅផ្សារ Ion អញ្ចឹងหมายថាធ្វើសកម្មភាពទិញទៅលើផ្លែប៉ោមចំនួន3ផ្លែវេយ្យាករណ៍ទី4គឺទាក់ទងចំនួនដែរប៉ុន្តែចំនួនដែលយើងហៅថាបន្ទះឬក៏សន្លឹកដែលភាសាជប៉ុនហៅថា mai អញ្ចឹង mai នេះគឺយើងច្រើនប្រើជាមួយនឹងរបស់ដែលស្ដើងៗដូចជា CD ឬក៏អាវឬក៏ក្រដាសជាដើមឧទាហរណ៍ CD が6枚ありますគ្រានេះមានន័យថាមាន CD ចំនួន6បន្ទះនេះគឺជារបៀបនៃការរាប់ចំនួន mai អញ្ចឹងចំនួន1សន្លឹកឬ1បន្ទះយើងហៅ ichimai 2សន្លឹកឬក៏2បន្ទះយើងហៅថា niimai អញ្ចឹងសូមមើលទាំងអស់គ្នាពីចំនួន1សន្លឹករហូតដល់10សន្លឹកវេយ្យាករណ៍មួយទៀតគឺចំនួនគ្រឿងសម្រាប់រាប់គ្រឿងម៉ាស៊ីនដូចជាឡានម៉ូតូជាដើមអញ្ចឹងក្នុងករណីនេះយើងប្រើពាក្យថា dai ឧទាហរណ៍ Telebi ga 1台ありますគ្រានេះមានន័យថាមានទូរទស្សន៍មួយគ្រឿងចំណែកមួយនេះវិញគឺជារបៀបនៃការរាប់ចំនួន dai ដែលមួយគ្រឿងយើងហៅថា1台2គ្រឿង2台3គ្រឿង3台ជាដើមអញ្ចឹងសូមមើលទៅលើចំនួនគ្រឿងនេះដោយខ្លួនឯងវេយ្យាករណ៍ទី5គឺជាសំណួរសួររកចំនួនបន្ទះហើយនិងចំនួនគ្រឿងដែលយើងប្រើពាក្យថា nanmai ហើយនិង nandai ឧទាហរណ៍ទី1 CD が何枚ありますかគ្រានេះមានន័យថាតើមាន CD ចំនួនប៉ុន្មានបន្ទះទី2 テレビを何台買いましたかគ្រានេះមានន័យថាតើបានទិញទូរទស្សន៍ចំនួនប៉ុន្មានគ្រឿងដែរបន្ទាប់ពីមើលវេយ្យាករណ៍ខាងលើរួចសូមធ្វើលំហាត់អនុវត្ត A2 និង B2 និង B3 ទាំងអស់គ្នា
វេយ្យាករណ៍បន្តនេះគឺទាក់ទងទៅនឹងការរាប់ចំនួនមនុស្សអញ្ចឹងនៅក្នុងការរាប់ចំនួនមនុស្សគេប្រើពាក្យថានីងឧទាហរណ៍ 学生が23人います ឃ្លានេះមានន័យថាមានសិស្សចំនួន23នាក់អញ្ចឹងនៅក្នុងការរាប់ចំនួនដែលប្រើពាក្យថានីងនេះនៅក្នុងចំនួនមនុស្សម្នាក់ឬក៏2នាក់គេប្រើពាក្យថា hitori futari ប៉ុន្តែចាប់ពី3នាក់ឡើងទៅទើបបានគេប្រើពាក្យថានីងដូចជា3人4人5人ជាដើមនេះគឺជារបៀបនៃការរាប់ចំនួនមនុស្សដែលយើងហៅថានីងអញ្ចឹងមនុស្សម្នាក់យើងហៅថា hitori 2នាក់យើងហៅថា futari ចាប់ពី3នាក់ឡើងទៅយើងប្រើ3人4人ជាដើមអញ្ចឹងសូមអ្នកទាំងអស់គ្នាមើលចំនួនមនុស្សដោយខ្លួនឯងទាំងអស់គ្នាឥឡូវនេះសូមមើលលំហាត់អនុវត្ត A3 ទាំងអស់គ្នាវេយ្យាករណ៍ទី7គឺទាក់ទងទៅនឹងការសួររកចំនួនមនុស្សដែលយើងប្រើពាក្យថា 何人 ឧទាហរណ៍សំណួរ子供が何人いますかឃ្លានេះមានន័យថាតើមានកូនក្មេងចំនួនប៉ុន្មាននាក់ដែរចម្លើយ7人いますមានន័យថាមានក្មេងចំនួន7នាក់បន្ទាប់ពីមើលវេយ្យាករណ៍ខាងលើរួចសូមអ្នកទាំងអស់គ្នាធ្វើលំហាត់អនុវត្ត B4 ទាំងអស់គ្នាចំពោះវេយ្យាករណ៍ក្នុងមេរៀនទី11នេះសូមបញ្ចប់ត្រឹមនេះហើយសូមរងចាំមើលវេយ្យាករណ៍ក្នុងមេរៀនទី11ជាបន្តទៀតសូមអរគុណ